Và số nàyអ្នកនរគ្នាថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាពីរបៀបបើកប៊ូតុង follower ដែលយើងបើកប៊ូតុង follower ហ្នឹងដោយមិនចាំបើក professional mode ទេជាធម្មតាយើងបើក professional mode ទៅគឺមានប៊ូតុង follower ជាប់នឹង profile របស់យើងហើយប៉ុន្តែយើងអត់ចង់បើក professional mode ទេយើងបើកតែប៊ូតុង follower តែម្ដងអញ្ចឹងដើម្បីបើកប៊ូតុង follower បានអ្នកនរគ្នាអាចធ្វើតាមវិធីខ្ញុំប្រាប់នេះបាទជាដំបូងយើងចូលមក Facebook សិនមកបាទបន្ទាប់មកយើងចូលទៅសញ្ញាព្រៃ3ដែលនៅខាងស្ដាំខាងលើគេបាទយើងចូលមកហ្នឹងហើយយើងscroll រកពាក្យថា setting and privacy បាទយើងចុចចូលកន្លែង setting and privacy ហ្នឹងមកហើយបន្ទាប់មកយើងចុចចូល setting ម្ដងទៀតហើយយើង scroll រកពាក្យថា how people find and contact you យើងscroll រកហ្នឹងមកបន្ទាប់មកយើងចុចចូលកន្លែងហ្នឹងមកហើយយើងនឹងឃើញ option មួយនៅខាងលើគេដែលដាក់ថា who can send you friend request អញ្ចឹងកន្លែងហ្នឹងយើងដូរពី everyone មក friend of friend វិញមកបាទដូរពីទី1មកទី2ព្រោះហ្នឹងមាន option 2ហ្នឹងទេមាន everyone ហើយនិង friend of friend បាទយើងដូរយកទី2មក friend of friend ហើយយើងចុចពាក្យថា save ទៅបាទបន្ទាប់ពីយើងដូរហ្នឹងហើយយើងអាចចុចថយក្រោយទៅវិញបន្តិចទៅកន្លែង setting វិញបាទបន្តមក scroll រកពាក្យថា follower and public content ហើយយើងចុចលើវាមួយមកបាទចូលមកដល់នេះយើងនឹងឃើញខាងលើគេមានដាក់ថា who can follow me បាទអញ្ចឹងកន្លែងនេះយើងដាក់មក public មកកន្លែងនេះបើសិនជាអត់តន់បើកវានឹងអត់ឃើញកន្លែងសញ្ញាខៀវចុចទេតែអានេះដោយសារ profile នេះខ្ញុំបើកហើយអញ្ចឹងយើងឃើញអញ្ចឹងយើងគ្រាន់តែចុចយក public មកហើយយើងចុចពាក្យថា save វាជាការស្រេចហើយវីដេអូហ្នឹងគឺអស់ចាប់ត្រឹមនេះឯងបើសិនជាមានចម្ងល់អ្វីបន្ថែមទាក់ទងនឹងបញ្ហា Facebook ឬ social media ផ្សេងអាចសាកសួរខ្ញុំបាននៅ comment ខាងក្រោមឬក៏message មកក៏បានដែរបាទអរគុណសម្រាប់ការតាមដានទស្សនាហើយសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណច្រើនបាយបាយ